រឿងចចកកាលពីព្រេងញីមានចចកត្រោះធំមួយដកខែលំហើយវាដើររកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកនៅតាប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នោះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែចំណីបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងសៀយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូចនេះចូលបងឯងចូលមកដេកននាវក្នុងភក់នេះហើយយើងរាល់គ្នានឹងបានតងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចោះឯចចកជីសัตว์លោភហើយល្ងងក៏ធ្វើតាមពីកំពឹសនិងត្រីក៏បបួលគ្នាតង់រោមចចកទៅលក់ទៅដោយបឹងមួយធំវែងមានទឹកថ្លាល្អចចកដែលចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមៀសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហើគ្មានសេះសល់បន្តិចបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ពីបឹងនេះឯងបានឲ្យពស់ថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាចទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុកពួកយើងទៅបិទត្រីទាំងអស់ក្នុងបឹងគេប្រៅខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅបិទឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សក្តីដោះទុកបើអ្នកណាកាត់ទុកបងតែងតែជួយដោះទុកគេមិនដែលខានឥឡូវមានដំរីក្របីគោរមនាសរម៉ាំងព្រឺក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហាគឺកកក្រៀលបង្គាវខ្យងតុងតូមក្អែកទឹកប្រវឹកស្មោយទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់ត្រីអណ្ដោកកុនធាយស៊ីជាចំណីឲ្យអស់ពីបឹងនេះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុកអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនិងបានល្បីកិត្តិយសតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះហើយក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យភិតភ័យចាំខ្ញុំជួយដោះឲ្យរួចកុំមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាច់ទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះធ្លុះមុខធ្រួជាសម្បុតហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្រាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសម្បុតមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកមកកាស់ជើងទ្រំប្រមុំជើងអកកាប់ក្បាលឆ្កែចចកដកភ្លុកដំរីសអស់សត្វឮថាសម្បុតព្រះឥន្ទដូច្នោះភ័យណាស់ផ្អើរបោលជន់គ្នាពៀនលើដំរីក្របីរមាសរមាំងស្ទុះបោលទៅជន់លើពស់ថ្លាន់ជាទំនប់ដាច់គុណជា2ជា3កំណាត់ធ្លាយទំនប់លិចទឹកស្លាប់អស់ទៅសត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់